នាងអនុញ្ញាតឲ្យពួកយើងទៅស្នាក់នៅផ្ទះរបស់នាងផងបានទេអូយដូចជាមិនសមទេឲ្យពួកខ្ញុំដេកក្រោមដើមឈើហាលខ្យល់ហាលភ្លៀងក៏បានដែរឲ្យមូសស៊ីតែម្ដងទៅបើគ្មាននរណាគេមេត្តានោះនារដូវកាលចូលឆ្នាំខ្មែរក៏បានមកដល់មនុស្សគ្រប់គ្នាទាំងប្រុសទាំងស្រីនាំគ្នារត់រះមនីរៀបចំតុបតែងផ្ទះខ្លះក៏ជួបជុំបងប្អូនខ្លះក៏ទៅវត្តយកចង្ហាន់ទៅប្រគេនព្រះសង្ឃឯអ្នកខ្លះទៀតត្រៀមខ្លួនក្នុងការធ្វើដំណើរកម្សាន្តចម្លែកប្លែកអីតែកំឡោះផាកនដែលពួនសំងំនៅផ្ទះហាក់ដូចជាមិនរីករាយនារដូវកាលបុណ្យទានដូចគេសោះប្រៀបដូចជាមានរឿងអ្វីមួយយ៉ាងដែលសោកសៅរំខានចិត្តនៃកំឡោះរបស់យើងអ៊ីចឹងដែរវិចិត្រតើឯងខំជិះពីឆ្ងាយមករកគ្នាមានការអីដែរគឺគ្នាចង់មកបបួលផកនឯងទៅដើរលេងហ្នឹងណាព្រោះគ្នាឃើញឯងហាក់ដូចជាក្រៀមក្រំណាស់ក្នុងពេលមួយរយៈនេះតាំងតែពីគូតដឹងឯងបានស្លាប់ទៅឯងហាក់ដូចជាមនុស្សដែលមានតែរូបរាងគ្មានព្រលឹងវិញ្ញាណនៅក្នុងខ្លួនអញ្ចឹងបែបនេះហើយទើបបានជាយើងចង់នាំឯងទៅដើរលេងកម្សាន្តម្ដងឲ្យឯងបានធូរស្រាលអារម្មណ៍ខ្លះណាខ្ញុំអរគុណឯងហើយណាវិចិត្រមិនត្រឹមតែរឿងដែលគូតដឹងខ្ញុំបានស្លាប់ចោលនោះទេគឺមានរឿងផ្សេងច្រើនទៀតណាស់ដែលខ្ញុំត្រូវដោះស្រាយបែបនេះហើយបានជាខ្ញុំគ្មានអារម្មណ៍ចង់ទៅដើរលេងឯណាទេទោះជាដើរដល់ណាកន្លែងអ៊ូអរយ៉ាងណាក៏ចិត្តខ្ញុំនៅតែកើតទុកដែរតែយ៉ាងណាក៏ដោយក៏ខ្ញុំសូមអរគុណឯងដែរដែលឯងខំគិតគូរពីសុខទុក្ខខ្ញុំកុំគិតអញ្ចឹងអីផកនឯងជឿខ្ញុំម្ដងទៅណាប្រកាសណាស់ខ្ញុំហ៊ានធានាថាដំណើរកម្សាន្តលើកនេះគឺប្រកាសជាជួយឲ្យឯងប្លែកអារម្មណ៍ជាមិនខានទេព្រោះខ្ញុំមិនចង់ឲ្យឯងទៅកន្លែងកម្សាន្តមានមនុស្សច្រើនអ៊ូអរទេខ្ញុំចង់នាំឯងទៅតំបន់មួយដែលឆ្ងាយដាច់ស្រយាលទៅមើលពីតថភាពជាក់ស្ដែងពីប្រជាជននៅទីនោះទៅតំបន់ដាច់ស្រយាលគួរឲ្យចាប់អារម្មណ៍ដែរតាគ្នាធ្លាប់ឮថាប្រជាជននៅទីនោះក្រីក្រណាស់បានគ្នាព្រមទៅជាមួយឯងចុះណាវិចិត្រល្អណាស់អញ្ចឹងយើងគិតតែចេញដំណើរទៅស្អែកតែម្ដងទៅឯងរៀបខោអាវឲ្យច្រើនទៅណាផកនព្រោះពួកយើងប្រហែលជាទៅយូរថ្ងៃទើបត្រឡប់មកទីក្រុងវិញគ្នាដឹងហើយសម្លាញ់ស្អែកឡើងកំឡោះទាំងពីរក៏នាំគ្នាចេញដំណើរដោយដែលពួកគេបានគ្រោងទុងម៉ែពិសាថ្នាំនេះសិនទៅម៉ែថ្នាំនេះថ្នាំខ្មែរកូនទៅដាំឲ្យថ្មីបើម៉ែនៅតែមិនបានធូរទៀតកូននឹងទៅទិញថ្នាំពេទ្យឲ្យម៉ែពិសាម្ដងអើយមិនបាច់ទិញថ្នាំពេទ្យអីទេកូនពេទ្យនៅឆ្ងាយពីភូមិយើងណាស់ណាមួយថ្លៃថ្នាំក៏ថ្លៃទៀតនាំទៅអស់លុយឥតអំពើទេកូនម៉ែផឹកតែថ្នាំនេះបានហើយកូនចាស់ម៉ែអញ្ចឹងម៉ែសម្រាប់សិនទៅកូនយកដំឡូងទៅលក់សិនព្រោះថ្ងៃនេះកូនទៅជីកបានដំឡូងមើមធំល្អណាស់ម៉ែល្អណាស់កូនទៅចុះកូនពិសីក៏បានយកដំឡូងទូលដើរលក់ចេញពីផ្ទះមួយទៅផ្ទះមួយទាំងកណ្ដាលថ្ងៃត្រង់មិនថាការងារអ្វីហត់នឿយយ៉ាងណាក៏ពិសីស៊ូទ្រាំមិនដែលរអ៊ូរទាំឡើយព្រោះដើម្បីយកលុយមកព្យាបាលម្ដាយដែលកំពុងធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរហើយពិតជាដូចឯងថាមែនវិចិត្រយើងសម្រេចចិត្តមកលេងទីនេះពិតជាមិនខុសមែនទោះបីជាកន្លែងដាច់ស្រយាលក៏ពិតមែនប៉ុន្តែទីនេះគឺមានខ្យល់បរិសុទ្ធត្រជាក់ត្រជុំល្អណាស់បានមកហើយគឺបានធូរស្រាលផ្លូវចិត្តតែម្ដងណ៎ឃើញទេគ្នាថាហើយថាឯងច្បាស់ជាពេញចិត្តទីនេះជាមិនខានមើលនោះសម្លាញ់ដើមឈើធំល្អណាស់មើលទៅទីនេះគឺជាទីដ៏សែនមនោរម្យគួរឲ្យចង់រស់នៅណាស់គ្នាក៏គិតអញ្ចឹងដែរណែបែបនេះល្អទេយើងគិតថាយើងគួរទៅនៅកំសាន្តទីនេះឲ្យយូរបន្តិចទៅល្អដែរអត់ល្អណាស់គ្នាឯកភាពគ្នាពិតជាពេញចិត្តទឹកដីនៅទីនេះខ្លាំងណាស់រហូតដល់ថ្នាក់មិនចង់ទៅទីក្រុងវិញទេព្រោះទីនោះចេះតែជួបរឿងស្មុគស្មាញមិនឈប់ណែកុំគិតអញ្ចឹងអីយ៉ាងណាក៏ត្រូវទៅត្រឡប់ទៅវិញដែរ
Đừng ta con tên dây lên tê. À, nè, anh khơi thế nọ, ôn sray mà nè, nó tụl ấy lộ nắng. Ê ná, ដំឡងដំឡងអំពូមីងទិញដំឡងទេអំពូមីងមីងទិញដំឡងទេដាក់ឲ្យមីងមកថោកមកណាមីនាងចាមីងនេះមីងហើយនេះលុយក្មួយនិយាយអញ្ចឹងម្ដាយឯងបានធូរខ្លះហើយនៅពិសីក្មួយចាមីងគាត់មិនទាន់បានធូរនៅឡើយទេមីងមីងជូនពរគាត់ឆាប់ជាណាឯងមានតែពីរអ្នកម្ដាយកូនផងបើអត់ពីគាត់ទៅមិនដឹងជាឯងនេះត្រូវរស់នៅយ៉ាងម៉េចទេរស់នៅជាមួយណាណាទៅក្មួយអើយក្មួយចាស់មីងខ្ញុំអរគុណមីងហើយដែលបារម្ភពីម៉ែរបស់ខ្ញុំឥឡូវនេះខ្ញុំលាមីងទៅដើរលក់បន្តសិនហើយមីងដំឡងអើយដំឡងទិញដំឡងទេអំពូមីង ននាងមកនេះបន្តិចខ្ញុំទិញដំឡូង ចាខ្ញុំទៅឲ្យលោកតើលោកចង់យកប្រមាណថងដែរនៅសល់ប្រមាណដាក់ឲ្យខ្ញុំទាំងអស់មកចាបានអរគុណណាស់ដែលបានជួយទិញនិយាយអញ្ចឹងពួកលោកមកពីណាដែរមើលទៅដូចជាមិនមែនអ្នកស្រុកនៅជិតនេះទេបាទពួកខ្ញុំមកពីទីក្រុងពួកខ្ញុំមិនមែនជាអ្នកស្រុកជិតនេះទេពួកខ្ញុំគ្រាន់តែជាអ្នកទេសចរមកកំសាន្តតែប៉ុណ្ណោះប្លែកណាស់អ្នកទីក្រុងចង់មកកន្លែងដាច់ស្រយាលទៅវិញថាទៅក៏ល្អម្យ៉ាងដែរមនុស្សយើងម្នាក់សុទ្ធតែចង់ឃើញអ្វីដែលថ្មីប្លែកកំសាន្តអារម្មណ៍សំបីតែខ្ញុំជាអ្នកជនបទក៏ចង់ទៅកំសាន្តនៅទីក្រុងដែរតាំងពីកើតមកខ្ញុំមិនដែលស្គាល់ទីក្រុងទេក្នុងជីវិតនេះបើបានស្គាល់តែម្ដងក៏អស់ចិត្តដែរលឺននាងនិយាយបែបនេះដូចជាកំសត់ដល់ហើយលើបែបនេះហើយចង់ទៅនាំទៅក្រុងឥឡូវនេះតែម្ដងទេមិនដល់ថ្នាក់នឹងទេព្រោះបើទោះបីខ្ញុំចង់ទៅក៏មិនអាចទៅបានដែរព្រោះខ្ញុំមិនអាចទុកម្ដាយរបស់ខ្ញុំដែលកំពុងឈឺចោលបានទេនេះដំឡងរវល់តែនិយាយវែងឆ្ងាយសឹងតែភ្លេចឲ្យដំឡងទៅលោកហើយអរគុណហើយណាដែលបានជួយទិញខ្ញុំលាសិនហើយណែននាងឈប់សិនទិញអស់ហើយតាអញហៅមកធ្វើអីទៀតវិចិត្រចាស់លោកមានអ្វីមែនទេគឺពួកខ្ញុំចង់សួរថាម្ដុំនេះមានកន្លែងទទួលភ្ញៀវឲ្យសម្រាកកំសាន្តដែរទេព្រោះតែពួកខ្ញុំរកមើលមួយថ្ងៃហើយមិនឃើញមានផ្ទះសំណាក់សោះសូម្បីតែមួយកន្លែងនៅម្ដុំនេះគ្មានអ្នកណាមកបើកផ្ទះសំណាក់នោះទេព្រោះថាមួយឆ្នាំសឹងតែគ្មានអ្នកទេសចរមកដើរកំសាន្តម្នាក់ផងពិតមែនហើយខ្ញុំភ្លេចឲ្យឈឹងផាកនតែយើងធ្វើយ៉ាងម៉េចទៅសម្លាញ់យើងប្រកាសជាគ្មានកន្លែងដេកហើយគិតអញ្ចេះទៅអ្នកទាំងពីរសុំផ្ទះអ្នកស្រុកសម្រាប់តែម្ដងទៅសុំផ្ទះអ្នកណាទៅបើពួកខ្ញុំមិនដែលស្គាល់អ្នកណាគេម្នាក់ផងហ្នឹងតែបើមិនយល់ទាស់ទេណែនាងយ៉ាងម៉េចឆាប់និយាយមកនាងអនុញ្ញាតឲ្យពួកយើងទៅស្នាក់នៅផ្ទះរបស់នាងផងបានទេអូយដូចជាមិនសមទេពួកលោកជាប្រុសមកនៅផ្ទះខ្ញុំជាមនុស្សស្រីមិននឹងកើតណាមួយផ្ទះរបស់ខ្ញុំគឺពិតជាតូចចង្អៀតខ្លាំងណាស់ណាស់ហើយមិនអីទេឲ្យពួកខ្ញុំដេកក្រោមដើមឈើហាលខ្យល់ហាលភ្លៀងក៏បានដែរឲ្យមូសស៊ីតែម្ដងទៅបើគ្មាននរណាគេមេត្តានោះណែណាហើយខ្ញុំនាំទៅផ្ទះខ្ញុំក៏បានប៉ុន្តែអ្នកទាំងពីរត្រូវសុំអនុញ្ញាតពីម៉ែរបស់ខ្ញុំជាមុនសិនបើគាត់មិនព្រមទេមុខជាអត់ហើយណាបានយល់ព្រមពួកខ្ញុំអរគុណនាងណាស់ពិសីក៏បាននាំផាកននិងមិត្តភ័ក្តិទៅកាន់ផ្ទះរបស់នាងគ្រាន់តែបានឃើញសភាពផ្ទះរបស់ពិសីភ្លាមធ្វើឲ្យផាកនកាត់ក្តីអាណិតក្តុកក្តួលឈួលក្នុងអារម្មណ៍ស្ទើរតែស្រក់ទឹកភ្នែកចេញមកក្មេងស្រីកំសត់រស់នៅតែពីរនាក់ម្ដាយចាស់ជរាជីវភាពកំសត់តោកយ៉ាកលំបាកយ៉ាងហ្នឹងតើថ្ងៃមុខឲ្យនាងរំពឹងអ្នកណាទៅជាស្ត្រីភេទទុនខ្សោយប៉ុន្តែខំប្រឹងរកស៊ីលក់ដូរយកលុយទុកទិញថ្នាំឲ្យម្ដាយអំរែកមួយនេះពិតជាធ្ងន់ពេកហើយសម្រាប់នាងក្មេងល្អកតញ្ញូដូចជានាងសមតែទទួលបានសេចក្តីសុខរស់នៅសុខសប្បាយថ្ងៃណាមួយខ្ញុំនឹងផ្ដល់ស្នាមញញឹមទៅឲ្យក្មេងស្រីដ៏គួរឲ្យអាណិតម្នាក់នេះឲ្យបាន
អើយពិសីនាំអ្នកណាមកនឹងកូន ជំរាបសួរមីង ចាលើកដៃថ្វាយព្រះក្មួយម៉ែគាត់ទាំងពីរអ្នកនេះគឺជាអ្នកមកពីស្រុកឆ្ងាយមកកំសាន្តនៅទីនេះណាម៉ែ ពួកខ្ញុំគិតថាមកសុំអនុញ្ញាតពីមីងស្នាក់នៅទីនេះបានមួយរយៈមែនហើយមីងបើមីងមិនព្រមទេពួកខ្ញុំគ្មានកន្លែងដេកទេព្រោះពួកខ្ញុំគ្មានស្គាល់សាច់ញាតិឯណានៅម្ដុំនេះទេម៉ែគិតយ៉ាងម៉េចដែរម៉ែមិនថាអីទេកូនយ៉ាងណាពួកក្មួយបានជាមកទៅហើយសម្រាប់នៅទីនេះចុះប៉ុន្តែកុំធ្វើអីមិនសមរម្យឲ្យសោះណាព្រោះមីងមានកូនកំមុំអញ្ចឹងងាយនឹងទាស់ភ្នែកញាត បាទមីងខ្ញុំអរគុណមីងហើយមីងកុំបារម្ភអីខ្ញុំនឹងមិនធ្វើអីផ្ដេសផ្ដាសឲ្យខុសទេមីង បើអញ្ចឹងល្អណាស់ក្មួយ